សួស្តីអ្នករាល់គ្នាមកជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបបង្កើតបទចម្រៀង Original ការបង្កើតនេះគឺមានរយៈពេល30វិនាទីអញ្ចឹងចង់ដឹងថាគេបង្កើតដូចម្ដេចកុំភ្លេចតាមដានវីដេអូនេះដូចតទៅគ្រាន់តែយើងសរសេរខ្លឹមសារចំណងជើងដែលយើងចង់សរសេរចង់ឲ្យបទចម្រៀងហ្នឹងវាតែងពីអ្វីយើងសរសេរពីនឹងទៅជាដំបូងយើងត្រូវតែ down កម្មវិធី Google Gemini នេះមកសិនបន្ទាប់ពីយើង down ហើយយើងចុចចូលក្នុងកម្មវិធីនឹងមកវាចេញផ្ទាំងបែបនេះនៅពេលដែលចេញផ្ទាំងបែបនេះហើយយើងមើលកន្លែងចិត្តសញ្ញាបូកនេះវាមានសញ្ញាបិទសញ្ញាបើកមានន័យថាសញ្ញាបន្ថយសំឡេងនិងដំឡើងសំឡេងយើងមើលកន្លែងហ្នឹងមកបន្ទាប់មកយើងត្រូវចុចចំកន្លែងហ្នឹងនៅពេលដែលយើងចុចចំកន្លែងហ្នឹងហើយយើងឃើញគេដាក់ Grid Music ចុចលើពាក្យ Grid Music ហ្នឹងមកបន្ទាប់មកយើងចុចកន្លែងសរសេរខាងក្រោមហ្នឹងឥឡូវខ្ញុំសរសេរថាក្រដូចបងអូនមិនត្រូវការនោះទេខ្ញុំសរសេរបែបហ្នឹងខ្ញុំចង់ឲ្យវានិពន្ធបទចម្រៀងហ្នឹងពាក្យព័ន្ធនឹងការក្របរិសម្នាក់ដែលអត់មានធនធានអីអញ្ចឹងឥឡូវខ្ញុំកំពុងតែសរសេរហើយចាំមើលចង់ដឹងថាតើបទចម្រៀងនេះវាចេញដូចម្ដេចនៅពេលដែលយើងសរសេរទៅវាផលិតមកបានល្អកម្រិតណាបន្ទាប់ពីយើងសរសេរហើយយើងចុចកន្លែងសញ្ញាព្រួញខាងស្ដាំដៃហ្នឹងយើងចុចបញ្ជូនទៅវាកំពុងតែ refresh ទៅហើយឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែរងចាំវាដើរឲ្យពេញនៅពេលដែលវាដើរពេញវានឹងបានបទចម្រៀងមួយដែលត្រូវនឹងចិត្តរបស់យើងដែលយើងចង់បានបាទឥឡូវឃើញថាវាលោតមកបទចម្រៀងបែបនេះឥឡូវចាំមើលខ្ញុំចុច play មើលចង់ដឹងថាតើបទចម្រៀងនេះពីរោះកម្រិតណាឥឡូវខ្ញុំចុច play វាសិនដូចបងអូនមិនត្រូវការនោះទេសំដីអូនវាចាធ្វើឲ្យបងឈឺផ្សាចង់បានត្រឹមស្នេហាស្មងមិនមែនទ្រពធនតែអូនមើលរំលងចង់បានគង់រងថ្មីបាទពិតជាពីរោះមែនទែនសម្រាប់វីដេអូដែលវាផលិតចេញមកលំនាំដែលយើងសរសេរហ្នឹងគឺវាដាក់មកទាំងអស់អញ្ចឹងសម្រាប់បងប្អូនចង់ដោនអីបងប្អូនមើលកន្លែងសញ្ញាព្រួញចិត្តសញ្ញាសៀនៅលើវីដេអូហ្នឹងយើងចុចលើហ្នឹងមកគឺយើងអាចដោនបានហើយវីដេអូដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេអរគុណ